សូមស្វាគមន៍មកកាន់វីដេអូមេរៀនប្រសើរភាគ1មេរៀនទី1នៅក្នុងមេរៀនទី1នេះគឺយើងនឹងរៀនអំពីរបៀបកាន់ប្រសើររបៀបរឹតខ្សែនិងការរៀបរាប់ចង្វាក់4ដើម្បីយើងអាចចាប់ផ្ដើមរៀនបានអញ្ចឹងទី1របៀបនៃការកាន់ប្រសើរយើងធ្វើម៉េចនៅក្នុងគំនូរបែបនេះហើយក៏កលែងដៃរបស់យើងនៅដាក់នៅក្រោមចំណងកហើយបញ្ចុះមករៀបចំណងនឹងហើយជាមករៀបពីចំណងកពណ៌សនេះក៏ប៉ុន្តែបើសិនជាប្រអប់ដៃតូចយើងអាចចុះមករៀបមកតែមិនបញ្ចុះដៃទេគឺវាដាក់មករៀបចំណងគឺនៅក្នុងកន្លែងនេះតែម្ដងឲ្យស្របជាមួយនឹងខ្សែចំណងកហើយនេះយើងត្រូវមានប្លង់ញែកមករៀបដៃរបស់យើងមានប្លង់ពីមករៀបទៅមករៀបទៅមានប្លង់ណាហើយចំណែកឆាកវិញគឺយើងសូមរៀបវាដាក់មួយចូលហើយយើងត្របែបនេះហើយឆាកឲ្យហត់បែបនេះគឺត្រូវតែនៅលើអាលានេះតែម្ដងបាទហើយយើងកាន់វាបញ្ចិតខ្លួនអញ្ចឹងទៅដើម្បីនៅពេលយើងកូនទៅកុំឲ្យបាក់ខ្សែទាំងពីរកាលណាយើងចង់កូនខ្សែខាងក្រោយយើងក៏អត់ឆាករបស់យើងនេះមកខាងក្រោយមកហើយនៅខាងមុខយើងអត់ឆាកមកខាងមុខអញ្ចឹងឥឡូវយើងនិយាយអំពីការរឹតខ្សែម្ដងការរឹតខ្សែយើងត្រូវដឹងថាតើខ្សែនីមួយៗនេះយើងហៅខ្សែអីសិនហើយក្រសែយើងមានខ្សែចំនួន2ពលុតខាងលើនេះយើងហៅថាខ្សែគោចំណែកឯពលុតខាងក្រោមយើងហៅថាខ្សែឯកខ្សែគោគឺយើងកំណត់យកអក្សរ G យើងហៅថាអក្សរចំណែកឯខ្សែឯកគឺអក្សរ D យើងហៅថារេនៅក្នុងទូរស័ព្ទបាទចាំខ្ញុំដាក់ link download ឲ្យញ៉ៃឈ្មោះថា Tuner T1 នៅក្នុង caption ខាងលើTuner T1 នេះគឺវាមានអក្សរហើយនិងមានលេខអញ្ចឹងនៅពេលដែលយើងរឹតទៅគឺវាអត់បដថាវាដាច់ខ្សែអញ្ចឹងខ្សែគោនេះគឺយើងកំណត់យកថាអក្សរ G លេខ4អញ្ចឹងនៅពេលយើងកូនទៅយើងចេញអក្សរ G លេខ4បែបហ្នឹងហើយដល់ពេលខ្សែឯកបាទគឺលេខ4បើវាលុបចេញបបៃតងពេញទាំងអស់ហ្មងគឺរឹតតែល្អតែបើសិនជាឃើញសញ្ញាឃើញភ្លើងពណ៌ក្រហមបើពណ៌ក្រហមនៅខាងឆ្វេងមានថាវាស្ទើរបន្តិចអញ្ចឹងយើងសម្រាប់ពលុតខ្សែគោគឺយើងមូលឡើងចេះខ្សែឯកយើងមូលទៅក្រោយវិញតែបើសិនជាចេញអាខ្សែពណ៌ក្រហមនៅខាងស្ដាំដៃមានថាលឿនហើយអញ្ចឹងយើងបធូរវាបន្តិចវិញហើយបើសិនជាចេញសញ្ញាទ្រង់ជក់ក៏ដូចគ្នាដែរបើសិនជាអក្សរ G នេះវាចេញអក្សរទ្រង់ជក់បាទអក្សរចេញទ្រង់ជក់យើងថយវានេះទៅតែបើចេញអក្សរ B មានន័យថាយើងឡើងទៅវិញបន្តិចបាទនេះគឺជារបៀបរឹតខ្សែហើយសូមចំណាំថាយើងធ្វើម៉េចរឹតឲ្យចេញអក្សរ G លេខ4និង D លេខ5បាទនៅពេលដែលជប់លេខគឺយើងត្រូវបធូរខ្សែបន្តិចវិញបាទដើម្បីកុំឲ្យវាតឹងពេកធ្វើឲ្យដងវាឆាប់កោងយើងប្រើបានយូរនិងមួយទៀតការដែលយើងហាត់រៀនប្រសើរនេះដាច់ខាតទាំងដៃឆ្វេងនិងដៃស្ដាំកុំប្រើកម្លាំងអសោះតែកាលណាយើងប្រើកម្លាំងសង្កត់ខ្សែឬក៏ឆាកអានឹងវាធ្វើឲ្យត្រនឹងឬសំឡេងស្អកទោះបីជាត្រនឹងល្អប៉ុណ្ណាក៏ដោយគឺវានៅតែឮស្អកអញ្ចឹងឥឡូវនេះយើងនិយាយអំពីរបៀបនៃការរាប់ចង្វាក់ដើម្បីរៀននៅក្នុងការរៀនប្រសើរជាចំណុចដំបូងនេះយើងនឹងយកទៅតាមប្រព័ន្ធរបស់អឺរ៉ុបដែលគេរាប់4យើងអត់រាប់2ដូចខ្មែរទេដោយសារតែការរាប់2របស់ខ្មែរមានចន្លោះធំពេកអញ្ចឹងនៅពេលដែលយើងចង់កែកំហុសវាពិបាកប៉ុន្តែបើសិនជាយើងរាប់តាមប្រព័ន្ធរបស់អឺរ៉ុបអក្សរភ្លេងរបស់បរទេសអញ្ចឹងគេរាប់4ដល់ពេលរាប់4វាល្អិតជាងនៅពេលរៀនកែយើងអាចរកអក្សរដែលចំណុចខុសយើងកែនៅកន្លែងនេះតែម្ដងអញ្ចឹងរបៀបដែលយើងរាប់4នេះគឺយើងត្រូវធ្វើម៉េចរាប់ឲ្យស្មើនឹងជាមួយនឹងកណិតវិធីនាឡិកាមានថាក្រិតនេះធ្វើម៉េចឲ្យដើរដូចនាឡិកាអញ្ចឹងយើងរាប់អានេះ1 2 3 4 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 1 2 3 4
3 4 1 2 3 4 bạn cứ đối tình hiện là ca chứ vậy chứ những rồi mà ní nhưng như lịch muối lịch tí lịch bấy lịch buồn anh thấy lịch làm ở mà cứ ở tiền phải xa thì nó không clip khi kiểu lập cho thành buồn đi muối tí bấy buồn phải lập cho muối về nhảy và đặc biệt những rồi group muối tí bấy buồn hết việc lập cho muối tí bấy buồn mà trước nên test số phát hạt hoặc tầng mưa chỉ mùi nên đi là cá thứ mấy là cao lọc bao nhiêu nước smart chỉ mùi nên vị tì bao nhiêu ca tạm đó vì lọc cho buồn cho mùi bình hả mùi tì bấy buồn muối tí bấy buồn muối tí bấy buồnสำหรับเรียนในไงที่คือยังเรียนตอนนั้นอะไรยังเหมือนชุดนี้ในขนมเรียนวิดีโอที่ปี